ប្រវត្តិប្រាសាទតាក្របីឈ្មោះប្រាសាទតាក្របីអ្នកខ្សាងសូរឲ្យវ្រ្ម័នទី1ព្រះបាទឧទយាទិត្យទី2ការបរិច្ឆេទខ្សាងសតវត្សទី11ឧទ្ទិសថ្វាយព្រះឥសូរព្រះវិស្ណុស្ថាបត្យកម្មខ្មែរទីតាំងភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពើខេត្តឧត្តរមានជ័យប្រវត្តិប្រាសាទតាក្របីឬប្រាសាទតង្វាយជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី11ដល់ទី13ក្នុងរាជ្យព្រះបាទសូយអវមន្ទី1និងព្រះបាទទូតយាទិត្យវមន្ទី2ដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះវិហារប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកកេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថាកងទាហានកម្ពុជានិងថៃមានការវាយប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះប្រាសាទតាក្របីមានចម្ងាយប្រមាណ85គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យដើម្បីទៅដល់ប្រាសាទតាក្របីគេត្រូវធ្វើដំណើរតាមផ្លូវគ្រួសក្រហមចេញពីទីប្រជុំជនក្រុងសំរោងតាមទិសខាងលិចនៅតាមផ្លូវមានព្រៃឈើដែលកន្លែងខ្លះនៅក្រាស់កន្លែងខ្លះឡើងស្ដើងដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមកនៅលើប្រាសាទតាក្របីមានទាហានថៃនិងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះពីព្រោះប្រាសាទនោះនៅគៀកព្រំប្រទល់ដែនកម្ពុជាថៃនៅលើប្រាសាទតាក្របីមានទាហានថៃចំនួន2នាក់អង្គុយនៅក្បែរប្រាសាទចំណែកនៅក្បែរនោះដែរមានទាហានខ្មែរចំនួន3នាក់ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរទាហានខ្មែរនិងថៃទាំង5នាក់នោះមិនឲ្យមានកាន់អាវុធឡើយទាហានខ្មែរមួយរូបដែលសុំមិនចេញឈ្មោះបានឲ្យដឹងថាការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំងពីរប្រទេសនេះគឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នានិងមានភាពតានតឹងរវាងគ្នានិងគ្នាប្រភពទាហានខ្មែរបានយីដឹងថាប្រជាពលរដ្ឋខ្មែរនិងថៃអាចចូលទៅមើលប្រាសាទតាក្របីនោះបានដោយមានទាហានជូនដំណើរបើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរពេលទៅដល់គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទនិងដើម្បីប្រាប់ដំណឹងអំពីកន្លែងណាដែលអាចទៅបាននិងកន្លែងណាដែលមិនអាចទៅបានពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រងប្រភពឯកសារជាច្រើនបានអះអាងថាប្រាសាទនេះជារបស់ខ្មែរលោកសម្បូរមាននារាជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថាតាមប្រវត្តិសាស្ត្រប្រាសាទតាក្របីសាងឡើងក្នុងសតវត្សទី11និង12ដើម្បីឧទ្ទិសដល់ព្រះឥសូរលោកសម្បូរមាននារាចំពោះទស្សនៈនៃការកសាងប្រាសាទជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេពបើអាទិទេពជាព្រះឥសូរគឺគេឲ្យតម្លៃទៅលើព្រះឥសូរបើគេគោរពព្រះវិស្ណុគេឲ្យតម្លៃទៅលើព្រះវិស្ណុក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំប្រាសាទនេះគឺឧទ្ទិសថ្វាយចំពោះព្រះឥសូរច្រើនជាងប្រាសាទតាក្របីមានឈ្មោះពិតតាមទស្សនៈខ្មែរឈ្មោះប្រាសាទព្រះដងវាយលោកឈុំសុជាតិជាអ្នកនាំពាក្យក្រសួងការពារជាតិលោកបានមានប្រសាសន៍ថាមិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរជាមួយទាហានថៃនៅតំបន់ប្រាសាទតាក្របីនិងតាមាន់នោះឡើយលោកឈុំសុជាតិនៅប្រាសាទតាក្របីនោះវានៅគៀកព្រំដែនប្រាសាទនោះមានចម្ងាយ14ឬ15ម៉ែត្រពីព្រំដែនប៉ុណ្ណោះហើយថៃគេមកត្រឹមព្រំដែនគេហើយយើងនៅត្រឹមព្រំដែនយើងនឹងការជួបជុំនោះជួនកាលជាមនោសញ្ចេតនាទៅហូបបាយហូបទឹកអីជាមួយគ្នានឹងណាអត់មានយាមកម្មអីជុំគ្នាទេលោកហុកសុវិជាជាអនុប្រធានមន្ទីរទេសចរខេត្តឧត្តរមានជ័យលោកបានមានប្រសាសន៍ឲ្យដឹងថាប្រាសាទតាក្របីនេះអាចមានលទ្ធភាពរៀបចំជាតំបន់ទេសចរបានប៉ុន្តែដោយសារនៅមានទាហានខ្មែរនិងថៃយាមការពារក្បែរប្រាសាទនេះហើយប្រាសាទនោះនៅក្នុងតំបន់ដែលអាចមានការប្រយុទ្ធគ្នានោះទើបមន្ទីរទេសចរខេត្តមិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះលោកហុកសុវិជាឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើងថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សពគ្រប់ហើយអស់កន្លែងនោះនឹងលីជារមណីយដ្ឋានទេសចរហើយប៉ុន្តែលោកបានឲ្យដឹងថារៀងរាល់ថ្ងៃបុណ្យទានធំដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំតែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំងពីរនោះដែរគ្រាន់តែមានចំនួនតិចតួចជាពិសេសលោកយាយចាស់តែងតែមកឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធីបន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះបើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសូមកុំភ្លេចខ្ចប់បាយនិងទឹកទៅផងពីព្រោះនៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹកដូចតំបន់ទេសចរ